បងប្អូនណាខ្លះចូលចិត្តញ៉ាំកាសាំងហើយធ្លាប់ពលអត់ខ្ញុំធ្លាប់ពលកាសាំងបងប្អូនគឺថាញាក់សាច់តែម្ដងពេលហ្នឹងមានផ្ទៃពោះទៀតបងប្អូនដែលពលកាសាំងសូមចែករំលែកនៅក្នុងខមមិនបងប្អូនដែលចេះមើលកាសាំងញ៉ាំទៅពលសូមជួយចែករំលែកក្នុងខមមិនក្រៅវីដេអូនេះផងតែទោះជាកាសាំងញ៉ាំទៅពលក៏ដោយបងប្អូនសួរថារៀងអត់ឈប់ញ៉ាំទៀតទេអត់ឈប់ទេមិនថាខ្ញុំមិនថាគេមែនបងប្អូននៅតែញ៉ាំតារាប៉ុន្តែតាំងពីពេលដែលពលរហូតដល់ឥឡូវហ្នឹងអត់ទាន់ជួបប្រទះការពលម្ដងទៀតទេខ្ញុំមិនដឹងថាពីមុនមកខ្ញុំរើសកាសាំងវាមិនទេបានជាពលហើយថ្ងៃនេះម៉ាក់ក្មេករបស់ខ្ញុំបានមកលេងផ្ទះគឺប្តីរបស់ខ្ញុំគាត់ចង់ញ៉ាំកាសាំងបុកស្នាដៃរបស់ម្ដាយខ្ញុំបានធ្វើកាសាំងបុកដោយម៉ាក់ក្មេករបស់ខ្ញុំអ្នកប្រាប់គ្រឿងផ្សំហើយគ្រឿងផ្សំគឺมันមានអីស្មុគស្មាញបងប្អូនឃើញនៅក្នុងវីដេអូនេះស្រាប់ហើយគឺងាយៗស្រួលទេជាធម្មតាម៉ាក់ក្មេករបស់ខ្ញុំគាត់បុកដាក់ត្រីឆ្អើរក៏ប៉ុន្តែរកទិញត្រីឆ្អើរល្អអត់បានយើងបុកបែបធម្មតាញ៉ាំជាមួយត្រីអាំងបែបនេះខ្ញុំបានបុកខ្ទឹមជាមួយនឹងម្ទេសមុនបងប្អូនដើម្បីបុកខ្ទឹមនិងម្ទេសឆាប់ម៉ត់ត្រូវដាក់អំបិលក៏បានស្ករក៏បានចេងក៏បានដែរដាក់វាចូលគ្នាអញ្ចឹងហើយបុកវាទៅគឺវាឆាប់ល្អរួចហើយចាំយើងដាក់កាសាំងបុកតាមក្រោយចំណែកគ្រឿងវិញបងប្អូនលៃលកតាមចិត្តចង់ថាផ្អែមប្រៃឬជូរហឹរយ៉ាងម៉េចអញ្ចឹងណាយើងលៃលកតាមរសជាតិដែលយើងចង់ញ៉ាំការដាក់ពុលកាសាំងបងប្អូនការដែលខ្ញុំពុលហ្នឹងគឺថាគ្រាន់តែញ៉ាំបាយបានតែ5ស្លាបព្រាទេទុនដៃទុនជើងធ្លាក់ដៃអស់កម្លាំងបែកញើសហើយតែប៉ុណ្ណឹងរៀកទៀតអញ្ចឹងក៏រត់ចូលទឹកទឹកភ្លាមពេលហ្នឹងខ្ញុំអត់ដឹងថាពុលកាសាំងទៀតបន្តញ៉ាំបាយនឹងតអស់គិតថាប្រហែលជាហេវពេកអាចនឹងញ័រដៃញ័រជើងហើយគាត់ទៅសង្ងំគេងទាំងពលពេលបងប្អូនខ្ញុំគាត់ញ៉ាំហើយគាត់មានអាការៈដូចខ្ញុំដែរអញ្ចឹងគាត់ក៏ប្រឈប់ការញ៉ាំដោយសារគាត់ទ្រាំទ្រអត់បានហើយពេលហ្នឹងអត់ដឹងថាពលកាសាំងសក់ទម្រាំតែដឹងថាពលកាសាំងហ្នឹងឡើងបាត់ពលទៅហើយខានពេលពលភ្លាមគឺនោះមានសង្ងំដេកស្ងាត់ជ្រាបអត់ទៅពេទ្យទេពេលពលហ្នឹងខ្ញុំពោះពោះកូនបើរបស់ខ្ញុំទៀត